អត្ថបទទស្សនវិភាគតើថៃពិតជាចង់ឲ្យពិភពលោកកត់ត្រាថាជាប្រទេសរំលោភសិទ្ធិមនុស្សនិងជារដ្ឋភេរវកម្មមែនទេការដាក់បន្លាលួសព័ទ្ធយកដីនិងគំរាមបណ្ដេញប្រជាពលរដ្ឋខ្មែរចេញពីភូមិឋាននៅក្នុងភូមិព្រៃច័ន្ទនិងភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យគឺជាសកម្មភាពរំលោភសិទ្ធិមនុស្សនិងបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរសកម្មភាពដ៏កុក្លឿននេះបាននឹងកំពុងស្ថិតក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់សហគមន៍អន្តរជាតិជាពិសេសប្រធានាធិបតីអាមេរិក Donald Trump នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim នៅពេលដែលអ្នកភូមិចេញតវ៉ាដើម្បីការពារផ្ទះសម្បែងនិងដីធ្លីដែលពួកគេធ្លាប់អាស្រ័យផលជាច្រើនទសវត្សរ៍មកហើយនោះអាជ្ញាធរថៃបែរជាខំកាឡៃដើម្បីបំភាន់ភ្នែកសហគមន៍អន្តរជាតិថាកម្ពុជាប្រើប្រាស់កុមារស្ត្រីនិងមនុស្សចាស់ធ្វើជាខែលទៅវិញប៉ុន្តែគ្មានអ្នកណាឆោតល្ងង់រហូតដល់ជឿពាក្យសម្ដីរបស់អាជ្ញាធរថៃនោះឡើយពីព្រោះរឿងរ៉ាវត្រូវបានបើកកកាយអស់ហើយនៅចំពោះមុខនិងក្រោមក្រសែភ្នែកអ្នកសារព័ត៌មានជាតិនិងអន្តរជាតិក៏ដូចជាក្រុមអង្គការបណ្ដោះអាសន្ន IOT និងអង្គទូតនានាសំណួរសួរថាប្រសិនបើថៃអះអាងថាដីនោះជាកម្មសិទ្ធិរបស់ខ្លួនចុះហេតុអ្វីបានជាថៃទើបមកធ្វើសកម្មភាពដាក់បន្លាលួសនៅពេលអនុវត្តបទឈប់បាញ់សកម្មភាពនេះពិតជាបានបង្ហាញអំពើរំលោភបំពានធំពីរទី1គឺជាការបំពានយ៉ាងកម្រោលនិងជាចំហនៅបទឈប់បាញ់ពីសំណាក់ភាគីថៃពីព្រោះក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់តម្រូវឲ្យភាគីទាំងសងខាងរក្សាស្ថានភាពដដែលនិងទី2គឺជាសកម្មភាពរំលោភសិទ្ធិមនុស្សនិងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងសាហាវដែលគ្មានអ្នកណាអាចទទួលយកបានឡើយដូច្នេះបើថៃពិតជាហ៊ានបណ្ដេញប្រជាពលរដ្ឋខ្មែរចេញទាំងបង្ខំមែនប្រទេសនេះនឹងទទួលរងនៅការថ្កោលទោសជាអន្តរជាតិយ៉ាងខ្លាំងក្លាជាក់ជាមិនខានក្រៅពីនេះនៅសល់សំណុំរឿងចាប់ខ្លួនទាហានខ្មែរ18នាក់ដោយខុសច្បាប់យកទៅឃុំដោយមិនព្រមដោះលែងក៏ជាសកម្មភាពបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរមួយទៀតផងដែរនេះនៅមិនទាន់រាប់ដល់ការប្រើយន្តហោះទម្លាក់គ្រាប់បែកចង្កោមការបាញ់ផ្សែងពុលការបំផ្លាញប្រាសាទនិងទីសក្ការៈមកលើកងទ័ពនិងប្រជាជនស្លូតត្រង់ខ្មែរផងនោះទេសកម្មភាពទាំងនេះបង្ហាញថាថៃគឺជារដ្ឋបំពានសិទ្ធិមនុស្សបំពានច្បាប់អន្តរជាតិនិងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងឃោរឃៅបំផុតឥឡូវនេះគេរងចាំមើលថាតើប្រទេសនេះពិតជានៅតែកក្លឿនបង្ហាញសកម្មភាពបំពានលើប្រជាពលរដ្ឋខ្មែរតាមរយៈការបណ្ដេញអ្នកភូមិព្រៃច័ន្ទនិងអ្នកភូមិជោគជ័យចេញពីផ្ទះសម្បែងដោយបង្ខំនៅថ្ងៃទី10ខែតុលាឆ្នាំ2025ទៅតាមគម្រោងរបស់ពួកគេឬយ៉ាងណាប្រសិនបើរឿងនេះពិតជាកើតមានមែនហើយប្រសិនបើថៃហ៊ានប្រើច្បាប់របស់ខ្លួនមកលើប្រជាពលរដ្ឋខ្មែរនៅក្នុងទឹកដីខ្មែរពិតប្រាកដមែននោះសហគមន៍អន្តរជាតិច្បាស់ជាមិនអាចជៀសផុតពីការដាក់បញ្ចូលប្រទេសនេះទៅក្នុងបញ្ជីនៃរដ្ឋភេរវកម្មនោះឡើយដោយលេងសម្រិទ្ធសាស្ត្រាចារ្យប្រវត្តិសាស្ត្រនិងវិទ្យាសាស្ត្រសង្គម